ខ្ញុំបានសុំឲ្យតែប្រទេសជាតិឈ្នះអបអរសាស្ត្រូវចៅសៀមទាំងអស់ដែលបានយកទៅផ្នែកខ្មែរសូមឲ្យមានចិត្តឈប់នៅនៅឈប់ទីមានចិត្តឆាំនឹងយើងទៀតចាំលើនិយាយទៅជីវិតវិញទៅខ្លាយជីវិតវិញទៅខ្លាយទៅជីវិតទៅដល់វាខ្លាយទៅនឹង500ឆ្នាំមុនទៀតសូមឲ្យកសលផលអនុគ្រោះចារគ្រប់ការដែលជាពុទ្ធសាសនិកបានទាំងហើយបីដកនៅក្នុងថ្ងៃនេះសូមឲ្យដែរនៅកម្ពុជារដ្ឋបានសុខស្ងប់មានសន្តិភាពហើយសូមឲ្យទេវតាសក្តិសក្តានាសក្តិភូមិទាំងអស់អនុមោទនាបុណ្យខួបបីដកទី66 56នេះដល់ហើយទូទាំងប្រទេសនេះក៏សូមឲ្យបុណ្យកុសលនេះសូមឲ្យស្ត្រីដែលពងឆ្លៀនពៀនគឺមិនអាចធ្វើអ្វីទៅរួចតាមបំណងបានទេដោយគុណានុភាពនៃពុទ្ធានុភាពធម្មនុភាពសង្ឃានុភាពដែលជានៃបុណ្យសំពីរំលឹកដល់សម្ដេចសង្ឃរាជព្រមទាំងក្រុមជំនុំបត្រៃបិទលោកបានសម្រេចជាទេវតាសក្តិសក្តិភូមិប្រទានពរកម្ពុជាសូមឲ្យបានសុខសន្តិភាពតទៅចា៎សូមអនុមោទនា